បើកថ្ងៃសុកឥឡូវហ្នឹងមិនស្ទុំរកភ្លៀងបងប្អូនយើងដែលគាត់រស់នៅប្រទេសតិចអានយល់អារម្មណ៍នៅអាកាសធាតុនៅស្រុកនេះផ្លាស់ប្ដូរ360ដឺក្រេខ្លះវាភ្លៀងវាលាយឡំជាមួយនឹងទឹកកកហើយឡំជាមួយនឹងថ្ងៃព្យុះទៅអាកាសធាតុស្រុកនេះវាប្រែប្រួលខ្លាំងហើយអារម្មណ៍របស់យើងក៏ប្រែប្រួលទៅតាមនឹងដែរម្នាក់ពាក់អាវពី3ជាន់ដើម្បីអីវារងាអញ្ចឹងណាបងប្អូនមើលតាមវីដេអូឃើញមេឃអីរកតែភ្លៀងរកតែព្យុះការអីអត់បានទេអញ្ចឹងហើយបានពួកជនជាតិស្បែកសចូលចិត្តទៅលេងប្រទេសអាស៊ីយើងសារអាកាសធាតុប្រទេសយើងគឺវាអត់ប្រែប្រួលលេលើដូចស្រុកនេះចង់និយាយថាអាកាសធាតុស្រុកនេះគឺលេលើសាហាវហ្មងវាធ្វើឲ្យមនុស្សហ្នឹងក៏លេលើតាមវាដែរនៅស្រុកនេះថ្ងៃអាទិត្យឡើងគេបើកផ្សារម៉ោង9បិទម៉ោង4ខ្ញុំនេះបញ្ញាទៅទិញសាច់ដើម្បីទុកនៅថ្ងៃច័ន្ទដល់សារថ្ងៃច័ន្ទខ្ញុំពីអ្នកប្រេពុតគឺធ្វើការរៀងខ្លួនអត់មានពេលទៅសារទេមកអស់ខ្យល់មកកន្លែងមួយនេះដែលគេលក់ល្បីខ្លាំងមែនតើសាយ traditional fish and chip ប្រទេសនេះគឺចិត្តញ៉ាំដលងបារាំងពោវាហើយក៏ដើរមកហាត់ប្រាណដើម្បីមើលទាលហើយតែថាទាបងប្អូនថាច្រើនមែនតើណាគេហ៊ានយកទៅធ្វើហូបនឹងអាគុកហ្មង